Sâu chun rương miệt phùng nhộng chi vật nhộng Prolom lô miệt phùng nhộng chi vật nhộng chỉ prolom lô khăn khẩy này âm pi vi rập hiệpរបស់កូនខ្មែរម្នាក់បានស្ម័គ្រចិត្តចូលបម្រើជាកងទ័ពក្នុងសម័យកាលមានសង្គ្រាមព្រមទាំងបានលះបង់កម្លាំងកាយចិត្តនិងពេលវេលាការពារទឹកដីជូនជាតិមាតុភូមិនិងសេចក្តីសុខជូនប្រជាជនខ្មែរទូទាំងប្រទេសដោយមិនបានគិតពីសេចក្តីសុខផ្ទាល់ខ្លួននិងគ្រួសារឡើយខ្យល់រងាដើមខែវិច្ឆិកាបានបាក់បោកលាន់ឬសូររោកលើដំបូលផ្ទះស្លឹកដ៏តូចមួយនៅក្នុងភូមិដ៏ស្ងប់ស្ងាត់សុភ័ក្រសម្លឹងមើលផ្ទះស្លឹកតូចរបស់ខ្លួនដោយកែវភ្នែកស្រទន់ក្នុងដៃរបស់គេមានកាបូបយោធាមួយដែលផ្ទុកទៅដោយសម្លៀកបំពាក់និងគ្រឿងប្រើប្រាស់ព្រមទាំងរូបថតគ្រួសារមួយសន្លឹកផងដែរតើបងត្រូវទៅហើយមែនទេសោភាជាប្រពន្ធសួរទាំងសម្លេងអួលដើមករហូតដល់កូនតូចដែលកំពុងតែដេកក្នុងអង្រឹងភ្ញាក់ដឹងខ្លួនក៏យំខ្សឹបខ្សួលក្នុងអង្រឹងនិងរង្គត់ចិត្តត្បិតត្រូវឃ្លាតពីឪពុកសុភ័ក្រអោបប្រពន្ធហើយពោលដោយសម្លេងម៉ឺងម៉ាត់ថាបើបងមិនទៅតើអ្នកណានឹងការពារជាតិមាតុភូមិយើងបើទាហានគ្រប់គ្នាខ្លាចរអាការចាក់ចេញពីគ្រួសារតើកូននិងអូនមានសុខសន្តិភាពអាចដេកលក់ស្រួលបែបនេះដោយរបៀបណាការលាគ្នាថ្ងៃនេះមានពាក្យសន្យាអ្វីក្រៅពីពាក្យថាបងនឹងវិលមកវិញមកជួបជុំអូននិងកូននៅពេលដែលស្រុកទេសយើងមានសុខសន្តិភាពនិងសុខសាន្តត្រាណសុភ័ក្រដើរចេញពីភូមិឆ្ពោះទៅកាន់រថយន្តដែលឈប់ចាំនៅមុខផ្ទះដើម្បីដឹកជញ្ជូនទៅកាន់សមរភូមិជួរភ្នំដងរែកដែលជាកន្លែងត្រូវបានសត្រូវកំពុងរំលោភបំពានដែលអធិបតេយ្យភាពដោយចៅសៀមឈ្លានពានទឹកដីខ្មែរយើង3ខែបានកន្លងផុតទៅសុភ័ក្រលែងជាកសិករដែលកាន់នង្គ័លទៀតហើយគេគឺជាយោធាការពារព្រំដែនដ៏រឹងមាំម្នាក់ជីវិតរស់នៅក្នុងព្រៃសម័យកាលមានសង្គ្រាមមិនងាយស្រួលដូចជាការគិតរបស់យើងឡើយមកសត្វល្អិតផ្សេងនិងដីភក់បានคล้ายជាមិត្តជិតស្និទ្ធប្រចាំថ្ងៃរបស់កងកម្លាំងអ្នកស្នេហាជាតិយើងដែលកំពុងឈរជើងនៅទិសខាងមុខគ្រប់គ្នាយប់នេះយើងត្រូវយាមនៅចំណុចអូត្រាវសំឡេងមេបញ្ជាការបន្លឺឡើងចេញពីជំរកដែលធ្វើពីមែកឈើនិងតង់ចាស់ហើយសុភ័ក្រកំពុងអង្គុយហូបបាយកកជាមួយនឹងប្រហុកជារឿយគេយកសន្លឹកបៀចាស់មកសរសេរសម្បត្តិរក្សាទុកក្នុងហោប៉ៅអាវសោភាអើយនៅទីនេះត្រជាក់ណាស់តែបងកក់ក្ដៅក្នុងដួងចិត្តព្រោះត្បិតថាគ្រប់ជំហានដែលបងដើរល្បាតគឺដើម្បីរក្សាសុខសុវត្ថិភាពឲ្យពុកម៉ែឲ្យអូននិងកូនព្រមទាំងជនរួមជាតិរបស់បងទាំងអស់គ្នានិងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងសន្យាបានធ្លាក់មកដល់មេឃងងឹតស្លុបស្រាប់តែសម្លេងផ្ទុះអាវុធបន្លឺឡើងពីទិសខាងកើតសត្រូវបំរុងនឹងវាយលុកចូលកាន់កាប់ប៉ុស្តិ៍យាមរបស់កម្ពុជាត្រៀមអាវុធគ្នាយើងសុភ័ក្រស្រែកប្រាប់មិត្តរួមអាវុធទាំងអស់គ្នាគ្រាប់កំភ្លើងហោះពីលើក្បាលដូចវងខ្មុំសុភ័ក្រនិងមិត្តរួមអាវុធមិនខ្លាចស្លាប់ទេគេក៏នឹកឃើញដល់ទឹកដីកំណើតដែលដូនតាបានបន្សល់ទុកឲ្យសុភ័ក្របានលូនកាត់បន្លារហូតដល់អាចបោះគ្រាប់បែកកំទេចពួកសត្រូវដែលលបចូលមកយប់នោះសន្តិភាពត្រូវបានរក្សាទុកដោយឈាមនិងញើសស្រស់របស់បងប្អូនកងកម្លាំងជួរមុខយើងដែលបានលះបង់គ្រប់បែបយ៉ាងរាត្រីនៅសមរភូមិជួរមុខស្ងាត់ជ្រងំសល់តែសំឡេងសត្វយំឆ្លងឆ្លើយគ្នាទៅវិញទៅមកសុភ័ក្រ
អង្គុយផ្អែកខ្នងនឹងគល់ឈើដ៏ធំមួយសម្លឹងមើលទៅដួងព្រះច័ន្ទពេញបូរមីដែលភ្លឺច្បាស់តាមចន្លោះស្លឹកឈើគេក៏ដករូបថតមួយសន្លឹកពីហោប៉ៅមកថើបក្នុងចិត្តគេស្រមៃនឹកឃើញសោភាកំពុងតែបំពេកូននៅក្នុងអង្រឹងក្រោមពន្លឺព្រះច័ន្ទនៅមុខផ្ទះឯស្រុកកំណើតទោះបីគេនឹករលឹកគ្រួសារខ្លាំងយ៉ាងណាក៏ដោយក៏សុភ័ក្រដឹងថាបើគេបោះបង់ទីតាំងការពារនៅពេលនេះសត្រូវនឹងឆ្លងកាត់មកដល់ភូមិឋានគេមិនខានការនឹកកូនប្រពន្ធបានคล้ายជាកម្លាំងចិត្តមិនមែនជាភាពទន់ខ្សោយសម្រាប់សុភ័ក្រឡើយរដូវវស្សាចូលមកដល់ភ្លៀងធ្លាក់រាល់យប់មិនដាច់សូរស្បៀងអាហារដែលធ្លាប់តែមាននោះក៏ចាប់ផ្ដើមថមថយខ្សោយទៅដោយសារតែការដឹកជញ្ជូនជូនជួបការលំបាកសុភ័ក្រនិងមិត្តភ័ក្តិរួមអាវុធគ្រប់គ្នាត្រូវហូបផ្លែឈើនិងអាហារក្រៀមឬក៏បេះបន្លែផ្លែព្រៃមកស្លជាមួយនឹងត្រីខកំប៉ុងជំងឺគ្រុនចាញ់ចាប់ផ្ដើមលុកលុយយុទ្ធជនយើងគ្រប់គ្នាប៉ុន្តែគ្មាននរណាម្នាក់រអ៊ូរទាំចំពោះបញ្ហាទាំងឡាយនោះឡើយពួកគេដេកលើដីសើមគ្របតង់ចាស់ប៉ុន្តែអាវុធក្នុងដៃតែងតែស្ងួតនិងត្រៀមរួចជានិច្ចដើម្បីកំទេចខ្មាំងសត្រូវគ្រប់ពេលវេលាក្នុងសមរភូមិការជឿជាក់លើគ្នានិងចេះជួយទុក្ខធុរៈគ្នាគឺជាអាយុជីវិតនៃកងកម្លាំងសុភ័ក្រមានមិត្តស្និទ្ធស្នាលម្នាក់ឈ្មោះសុកសុភ័ក្រនិងសុកតែងតែចែករំលែកសុខទុក្ខគ្រប់បែបយ៉ាងព្រមទាំងតែងតែនិយាយរឿងក្នុងចិត្តប្រាប់គ្នាទៅវិញទៅមកមិនដែលលាក់លៀមជាមួយគ្នាឡើយថ្ងៃមួយពេលកំពុងល្បាតសុកបានជន់មីនដែលសត្រូវបានបង្កប់ទុកសុភ័ក្របានស្ទុះទៅត្រកងមិត្តក្នុងរង្វង់ដៃទាំងទឹកភ្នែកនៅនាដង្ហើមចុងក្រោយសុកបានខ្សឹបប្រាប់សុភ័ក្រថាជួយការពារដីយើងបន្តផងមិត្តសម្លាញ់គ្នាទៅលែងរួចហើយមរណភាពរបស់មិត្តរមវុធបានធ្វើឲ្យសុភ័ក្រកាន់តែបដិញ្ញាចិត្តថាមិនអនុញ្ញាតឲ្យសត្រូវឈានជើងចូលឈ្លានពានដែនដីមាតុភូមិបានសំបី1មីលីម៉ែត្រនោះទេស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងសត្រូវបានចាប់ផ្ដើមចល័តទ័ពធំត្រៀមវៃលុកចូលកម្ពុជាយើងសុភ័ក្រត្រូវបានតែងតាំងជាប្រធានក្រុមដឹកនាំកងការពារទិសព្រំដែនភ្នំដងរែកគេបានប្រើចំណេះដឹងដែលគេទទួលបានឆ្លងកាត់បទពិសោធន៍និងសាលាហ្វឹកហ្វឺនមកអនុវត្តលើភូមិសាស្ត្រជាក់ស្ដែងអនុលោមតាមភូមិសាស្ត្រពិតនិងច្នៃប្រឌិតជាយុទ្ធសាស្ត្របង្កប់ខ្លួនក្នុងព្រៃដើម្បីវាយខ្មាំងសត្រូវហើយគេបានសិក្សាពីភូមិសាស្ត្រនិងរៀបចំសមរភូមិបោកបញ្ឆោតដើម្បីទប់ស្កាត់ការឈ្លានពានដែលមានចំនួនទ័ពច្រើនពីខាងខ្មាំងសត្រូវស្មារតីស្នេហាជាតិបានធ្វើឲ្យទាហានគ្រប់រូបក្លាយជាកំពែងដែកថែបដ៏រឹងមាំដែលមិនអាចរំលាយបានមេឃចិត្តភ្លឺសំឡេងកាំភ្លើងធំចាប់ផ្ដើមបន្លឺឡើងរំពងព្រៃញ័រដីញ័រភ្នំនោះគឺជាការវាយលុកចុងក្រោយរបស់សត្រូវហើយសុភ័ក្រដឹកនាំក្រុមវាយឆ្មក់ពីខាងក្រោយការប្រយុទ្ធគ្នាដ៏សាហាវបានកើតឡើងជាច្រើនថ្ងៃគ្រាប់កាំភ្លើងបានបាញ់ស្រោចដោយភ្លៀងប៉ុន្តែក្រុមរបស់សុភ័ក្រមិនរាថយក្រោយឡើយដោយសារភាពអង់អាចនិងយុទ្ធសាស្ត្រដ៏វៃឆ្លាតពួកគេអាចរុញច្រានសត្រូវឲ្យដកថយចេញពីខ្សែបន្ទាត់ព្រំដែនវិញបានទាំងស្រុងសន្តិភាពត្រូវបានធានាដោយជ័យជំនះនៃយុទ្ធជនស្មោះត្រង់និងហ៊ានពលីជីវិតគ្រប់បែបយ៉ាងព្រោះជាតិសាសនានិងព្រះមហាក្សត្រនិងសុខសន្តិភាពជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋគ្រប់គ្នាក្រោយចប់សមរភូមិសុភ័ក្ររងរបួសត្រង់ស្មាខាងឆ្វេងពេលកំពុងសម្រាកក្នុងមន្ទីរពេទ្យយោធាគេបានទទួលដំណឹងថាប្រទេសជិតខាងដែលឈ្លានពានយើងបានយល់ព្រមដកទ័ពនិងគោរពតាមខ្សែបន្ទាត់ព្រំដែនអន្តរជាតិ
ស្នាមរបួសលើរាងកាយរបស់គេមិនមែនជាការឈឺចាប់នោះឡើយប៉ុន្តែវាគឺជាមេដាយនៃកិត្តិយសដែលបញ្ជាក់ថាគេបានបំពេញតួនាទីជាកូនខ្មែរដ៏ល្អនិងជាយោធាគំរូម្នាក់ដែលឆ្លាក់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូបតរៀងទៅព្រោះគេបានលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីក្តីសុខរបស់ប្រជាជនរាប់លាននាក់និងរក្សាបាននូវបូរណភាពទឹកដីជូនជាតិមាតុភូមិកម្ពុជារបស់គេបន្ទាប់ពីស្រុកទេសបានសន្តិភាពនិងសុខសាន្តត្រានហើយឡានយោធាបានដឹកយុទ្ធជនគ្រប់រូបវិលត្រឡប់មកស្រុកកំណើតវិញដើម្បីជួបជុំក្រុមគ្រួសារសុភ័ក្រចុះពីឡានបានដើរតាមផ្លូវលំដែលគេធ្លាប់ដើរចាក់ចេញពីផ្ទះកាលពី2ឆ្នាំមុននៅខាងមុខផ្ទះស្លឹកដ៏តូចរបស់គេដដែលនោះគេបានឃើញសុភាកំពុងឈរកាន់ដៃកូនតូចដែលគេងក្នុងអង្រឹងកាលគ្រាឪពុកចេញទៅហើយឥឡូវនេះអាចដើរតេតាស់បានទៅហើយនោះពេលឃើញប្តីសោភាស្រក់ទឹកភ្នែកដោយក្តីរំភើបរីករាយនិងសប្បាយចិត្តហើយកូនតូចក៏ឈរត្រឹងសម្លឹងមុខឪពុកដែលគេមិនបានចាំមុខនៅពេលដែលឪពុកឃ្លាតចេញពីគេសុភ័ក្របានលើកកូនមកថើបហើយងាកសម្លឹងមើលទៅដងទង់ជាតិដែលបក់រវិចគួរឲ្យរំភើបនៅក្នុងសាលារៀនក្បែរនោះទាំងស្នាមញញឹមនិងមោទនភាពបំផុតហើយសុភ័ក្របាននិយាយទៅកាន់សុភាដែលជាប្រពន្ធថាអូនសម្លាញ់បងបានវិលវិញវិលមកជួបអូននិងកូនប្រពន្ធតាមសន្យាហើយបងសុំទោសចំពោះពេលវេលាកន្លងបងមិនបានមើលថែអូននិងកូនឲ្យបានល្អហើយពីថ្ងៃនេះទៅបងសន្យាថានឹងសងអូននិងកូនវិញគ្រប់បែបយ៉ាងវីរភាពមិនមែននៅត្រង់ការស្លាប់នោះទេប៉ុន្តែនៅត្រង់ការការពារអ្វីដែលយើងស្រឡាញ់បំផុតបានគង់វង្សតរៀងទៅ